ជាប្រទេសតូចសោះហើយគ្មានធនធានធម្មជាតិថែមទាំងត្រូវបានម៉ាឡេបោះបង់ចោលទៀតហេតុអ្វីប្រទេសសិង្ហបុរីប្រែមុខមាត់នឹងក្លាយជាប្រទេសអ្នកមានលឿនម្ល៉េះប្រទេសសិង្ហបុរីបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចនិងឥទ្ធិពលខ្លាំងដោយសារតែការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រការវិនិយោគលើធនធានមនុស្សនិងការបង្កើតបរិយាកាសអាជីវកម្មដែលគ្មានអំពើពុករលួយទោះបីជាគ្មានធនធានធម្មជាតិនិងទឹកដីតូចក៏ដោយសិង្ហបុរីបានប្រែក្លាយខ្លួនពីកោះក្រីក្រមួយនៅឆ្នាំ1965មកជាប្រទេសអ្នកមានបំផុតមួយក្នុងโลกតាមរយៈកត្តាសំខាន់ៗដូចខាងក្រោម 1. ការដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យលោក Lee Kuan Yew នាយករដ្ឋមន្ត្រីដំបូងបង្អស់របស់ប្រទេសសិង្ហបុរីបានរៀបចំគោលនយោបាយដ៏តឹងរ៉ឹងប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្រួបបង្រួមជាតិនិងអភិវឌ្ឍប្រទេសយ៉ាងលឿននយោបាយស្អាតស្អំសិង្ហបុរីមានច្បាប់ប្រឆាំងអំពើពុករលួយដាច់ខាតនិងផ្ដល់ប្រាក់ខែខ្ពស់ដល់មន្ត្រីរាជការដើម្បីទប់ស្កាត់ការសូកប៉ាន់ធ្វើឲ្យរដ្ឋាភិបាលមានតម្លាភាពនិងទទួលបានការទុកចិត្តពីបរទេសទី2ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រច្រកសមុទ្រម៉ាឡាកាសិង្ហបុរីស្ថិតនៅចំកណ្ដាលផ្លូវនាវាចរអន្តរជាតិដ៏មមាញឹកបំផុតដែលភ្ជាប់អាស៊ីជាមួយអឺរ៉ុបនិងមជ្ឈមបូព៌ាមជ្ឈមណ្ឌលដឹកជញ្ជូនសកលពួកគេបានទាញផលប្រយោជន៍នេះដើម្បីសាងសង់កំពង់ផែសមុទ្រនិងប្រលានយន្តហោះឆាងអ៊ីលំដាប់ថ្នាក់ពិភពលោកចំណុចទី3ការវិនិយោគលើធនធានមនុស្ស Human Capital Development ប្រព័ន្ធអប់រំលំដាប់ខ្ពស់ដោយសារគ្មានធនធានធម្មជាតិសិង្ហបុរីចាត់ទុកមនុស្សជាធនធានមានតម្លៃបំផុតប្រព័ន្ធអប់រំរបស់គេផ្ដោតលើវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យា STEM ភាសាអង់គ្លេសជាភាសាផ្លូវការការកំណត់យកភាសាអង់គ្លេសជាភាសានិយាយនិងធ្វើការទូទៅបានជួយឲ្យប្រជាពលរដ្ឋសិង្ហបុរីងាយក្នុងការធ្វើការនិងរកស៊ីជាមួយក្រុមហ៊ុនអន្តរជាតិចំណុចទី4បរិយាកាសធុរកិច្ចនិងហិរញ្ញវត្ថុដ៏ទាក់ទាញពន្ធអាករទាបនិងច្បាប់ច្បាស់លាស់សិង្ហបុរីផ្ដល់ការលើកទឹកចិត្តលើផ្នែកពន្ធដារនិងមានច្បាប់ការពារកម្មសិទ្ធិបញ្ញាយ៉ាងម៉ឺងម៉ាត់ដែលទាក់ទាញក្រុមហ៊ុនយក្សនៅលើโลกដូចជាក្រុមហ៊ុន Google ក្រុមហ៊ុន Apple ក្រុមហ៊ុន Microsoft មកបង្កើតទីស្នាក់ការកណ្ដាលប្រចាំតំបន់អាស៊ីនៅប្រទេសសិង្ហបុរីមជ្ឈមណ្ឌលហិរញ្ញវត្ថុសិង្ហបុរីជាបេះដូងហិរញ្ញវត្ថុប្រចាំតំបន់អាស៊ីដែលមានលំហូរទុននឹងការវិនិយោគរាប់ពាន់លានដុល្លារជារៀងរាល់ថ្ងៃចំណុចទី5ស្ថិរភាពសង្គមនិងសន្តិសុខខ្ពស់ភាពសុខដុមរមនារវាងពូជសាសន៍ទោះបីជាមានប្រជាជនចម្រុះជាតិសាសន៍ចិនម៉ាឡេឥណ្ឌាក៏ដោយរាជរដ្ឋាភិបាលបានគ្រប់គ្រងយ៉ាងហ្មត់ចត់មិនឲ្យមានការរើសអើងឬចំនួនជាតិសាសន៍ឡើយសុវត្ថិភាពខ្ពស់ច្បាប់ដ៏តឹងរ៉ឹងនិងការផាកពិន័យធ្ងន់ធ្ងរធ្វើឲ្យសិង្ហបុរីក្លាយជាប្រទេសដែលមានអត្រាឧក្រិដ្ឋកម្មទាបបំផុតមួយនៅលើโลกមូលហេតុទាំង5នេះហើយដែលធ្វើឲ្យប្រទេសសិង្ហបុរីខ្លាំងនិងក្លាយជាអ្នកមានយ៉ាងលឿនឆាប់រហ័ស